ខ្ញុំទៅមើលគ្រួសារបងថ្លៃទី2មើលយ៉ាងម៉េចហើយបើគាត់មានរឿងអីខ្ញុំអត់លើកលែងឲ្យឯងទេម៉ាក់កុំឲ្យម៉ាក់ស្លាប់អីយំនឹងរអ៊ូកូនប្រសាឯងទៅជួបឯងហើយឯងនិយាយស្អីហ្នឹងបើឯងទៅហើយម៉ានធ្វើម៉េចបើឯងជាមនុស្សគ្រួសារសុងយើងត្រូវសម្រាលកូនចុះហើយត្រូវចិញ្ចឹមម៉ានឲ្យធំម៉ាក់តែដាស់ហឺគាត់បាត់ហើយនិយាយអីផ្ដេសផ្ដាស់ដាស់ហឺអត់ស្លាប់ទេមេភូមិនិយាយច្បាស់ណាស់គាត់គ្រាន់តែបាត់ដានរស់ឬស្លាប់មិនដឹងក្មេងនេះជោគវាសនារឹងមាំមិនអាចបាត់ទៅយ៉ាងនេះម៉ាក់អ្វីដែលម៉ាក់និយាយជាការពិតហើយបើដាស់ហឺត្រឡប់មកវិញមើលមិនឃើញឯងខ្ញុំជាម្ដាយនេះត្រូវប្រាប់គាត់យ៉ាងម៉េចឯងប្រញាប់ទៅទីក្រុងអញ្ជើញពេទ្យមកវិញម៉ាក់មិនបាច់ទេមើលទៅពួកយើងអ្នកស្រ័យជីវិតថោកអត់ធ្មត់បន្តិចមិនផុតទៅហើយទៅទីក្រុងឆ្ងាយណាស់ខ្ញុំមិនចង់លំបាកបែបនេះទេឲ្យទៅគឺទៅកុំនិយាយច្រើនបើនិយាយមួយម៉ាត់ទៀតខ្ញុំទៅឥឡូវនេះយំជួយានប្រញាប់ញ៉ាំទៅញ៉ាំឆ្អែតទើបអាចថែសុខភាពបានម៉ាក់ម៉ានកុំបារម្ភខ្ញុំទុកឲ្យម៉ានហើយឯងញ៉ាំទៅម្ដាយក្មេកចូលចិត្តបងថ្លៃប្រុសស្រីតែងតែមិនចូលចិត្តម៉ានឥឡូវបែរជាខ្វល់ពីនាងដែរបើដាហឺនៅរស់តើល្អប៉ុណ្ណាសុងម៉ានឯងលួចញ៉ាំជួយានឯងសម្រាកទៅម៉ែទៅមើលបន្តិចសាច់ទៅដេញគាត់ឯងហ៊ានវាចៅខ្ញុំឈប់ដៃយំនឹងប្រយុទ្ធម៉ាក់កុំនិយាយអីទៀតយាយបែរជាការពារខ្ញុំយាយពិតជាល្អជាតិកម្មហើយប្រពន្ធគាត់ចង់សម្លាប់មនុស្សហើយម៉ាក់ជួយខ្ញុំផងនេះគឺជាចៅប្រុសច្បងនៃគ្រួសារលោកយើងយំវាមនុស្សខ្ញុំឲ្យឯងក្មេងតូចមិនរៀនល្អខ្ញុំឲ្យឯងធ្វើបាបម៉ាក់យំនឹងដកដង្ហើមម៉ាក់ធ្វើអីហ្នឹងហើយអ្វីវាជិនប៉ានេះហើយជាកូនប្រុសល្អរបស់ខ្ញុំប្របួរប្រពន្ធគិតបំពេញម្ដាយខ្ញុំមិនទាន់សួរឯងផងឯងមិនមែនទៅទិញសាច់ទេសាច់នៅឯណានេះពេលទៅទិញសាច់ជួបអ្នកទាបំណុលគេបោកយកទៅផ្ទះសាច់នោះក៏ត្រូវម្ដាយក្មេកធ្វើសំសាច់ជ្រូកខ្នុរឲ្យឪពុកក្មេកនិងប្អូនថ្លៃប្រុសយកទៅផឹកស្រាអស់ហើយចុះខ្ញុំត្រូវនិយាយយ៉ាងម៉េចទៅមើលទៅសាច់ថ្ងៃនេះខ្ញុំប្រហែលជាញ៉ាំមិនបានហើយយំពួកឯងទាំងអស់គ្នាមកមើលនេះហើយជាកូនប្រុសល្អដែលខ្ញុំចិញ្ចឹមនៅផ្ទះម្ដាយសន្លប់បាត់ហើយគាត់មិនទៅរកពេទ្យទេបែរជាលួចលុយខ្ញុំទៅទិញសាច់ទៅវិញម្ដាយនៅផ្ទះសន្លប់គាត់បែរជាលួចលុយទៅទិញសាច់30កាក់ពេញជីវិតនេះនៅរស់បានអត់គាត់ចង់ឲ្យម្ដាយស្លាប់ឬកូនអុកតញោម៉ាក់មិនក៏ប្រែជាមនុស្សផ្សេងទៅវិញគាត់ពីមុនមិនដែលរអ៊ូរឿងទាំងនេះទេមិនមែនទេម៉ាក់នេះសុទ្ធតែជាការយល់ច្រឡំខ្ញុំឃើញសាច់ឆ្នាំនេះមិនល្អមើលលុយម៉ាក់នៅទីនោះមិនបានទិញមិនប្រាប់មុននោះជាលុយរបស់ខ្ញុំលុយឯងនិយាយមកមើលតែងតែត្អូញត្អែថាក៏លុយមកពីណានេះជាលុយដែលជួយហាត់ត្បាញបានយ៉ាងម៉េចចង់មកជួយប្រពន្ធឯងគិតលុយជាមួយខ្ញុំមិនកូនមិនហ៊ានលុយនេះទុកដូចខ្ញុំមានអាយុតិចជាងប៉ុន្មានឆ្នាំហើយគ្រួសារបងធំជំពាក់ខ្ញុំច្រើនណាស់លុយទាំងនេះទុកដូចជាការប្រាក់ទៅ